ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយនិងរៀបចំផែនការបង្កើនសមត្ថភាពស្រោចស្រពបន្ថែមទៀតនៅខេត្តបាត់ដំបងអាយុឧត្តមច័ន្ទស៊ីណាតរដ្ឋលេខាធិការក្រសួងធនធានទឹកនៅឧតុនិយមតំណាងដល់ខ្ពង់ខ្ពស់អាយុឧត្តមថៅជេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនៅឧតុនិយមបានដឹកនាំប្រតិភូចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងដើម្បីវិយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងទឹកនិងរៀបចំផែនការបន្ថែមសមត្ថភាពស្រោចស្រពកាលពីថ្ងៃទី23ខែសីហាឆ្នាំ2026អាយុឧត្តមរដ្ឋលេខាធិការបានគូបញ្ជាក់ថាប្រព័ន្ធធារាសាស្ត្រទំនើបកម្មប្រតិក្រឡានេះមានតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយទឹកតាមប្រឡាយរងស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុប្រព័ន្ធនេះមានអត្ថប្រយោជន៍សំខាន់មួយចំនួនដូចជា 1. ឆ្លើយតបតម្រូវការកសិកម្មផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មគ្រប់រដូវកាល 2. គ្រប់គ្រងគ្រោះមហន្តរាយជួយរំដោះទឹកជំនន់ចេញពីទីរួមខេត្តបាត់ដំបងនិងតំបន់ជុំវិញនារដូវវស្សាព្រមទាំងរក្សាស្តុកទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំង 3. លើកកម្ពស់ជីវភាពនិងទេសចរណ៍ចូលរួមជំរុញវិស័យទេសចរក្នុងតំបន់និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយត្រូវបានស្ដារឡើងវិញចាប់តាំងពីឆ្នាំ2018ដោយសម្រេចបាននូវលទ្ធផលជាផ្លែផ្កាមានបណ្ដាញប្រឡាយសរុបប្រវែង137គីឡូម៉ែត្រប្រឡាយបេតុង24ខ្សែប្រវែង40គីឡូម៉ែត្រនិងប្រឡាយដីប្រវែង97គីឡូម៉ែត្របន្ទាប់ពីការពិនិត្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយរួចឯកឧត្តមច័ន្ទស៊ីណាតនិងប្រតិភូបានបន្តដំណើរពិនិត្យទីតាំងបន្ថែមក្នុងភូមិសាស្ត្រឃុំអូតាកែវាលត្រាស្រុកថ្មគោលរហូតដល់ផ្លូវជាតិលេខ5និងឆ្លងផ្លូវជាតិលេខ5ការចុះពិនិត្យនេះដើម្បីរៀបចំផែនការតភ្ជាប់និងពង្រីកសក្តានុពលស្រោចស្រពបន្ថែមលើផ្ទៃដីកសិកម្មប្រមាណ 12,000 ហិកតាទៀតលើប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់សម្ដៅធានាសន្តិសុខទឹកនិងបង្កើនលទ្ធភាពកសិកម្មជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សូមបញ្ជាក់ថាអាងកំពីងពួយស្ថិតនៅភូមិតាងែនឃុំតាក្រៀមស្រុកបាណន់មានសមត្ថភាពអាចផ្ទុកទឹកបានចំនួន110លានម៉ែត្រគូបជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពនៅក្នុងវិស័យកសិកម្មទាំងរដូវវស្សានិងរដូវប្រាំង